បាទសូមគ្រប់នឹងជម្រាបសួរស្វាគមន៍ប្រិយមិត្តមកកាន់ Channel ពិសេសឡំស្នេហ៍បាទថ្ងៃនេះគឺជារឿងថ្មីមួយទៀតហើយដែលខ្ញុំចែករំលែកអំពីរឿងរ៉ាវជីវិតគ្រួសាររបស់បងប្រុសម្នាក់ហ្នឹងគាត់បច្ចុប្បន្ននេះគឺវ័យប្រមាណជា45ឆ្នាំហើយគាត់បានផ្ញើសាច់រឿងរបស់គាត់ដែលរៀបរាប់អំពីជីវិតរឿងរ៉ាវគ្រួសាររបស់គាត់សម្រាប់បងប្អូនថ្មីៗដែលមិនទាន់បានជួយចុច Subscribe នៅវីដេអូរបស់ខ្ញុំ Channel របស់ខ្ញុំសូមជួយចុច Subscribe មួយហើយនឹងបើករូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗពី Channel របស់ខ្ញុំនៅក្នុងសាច់រឿងនេះបងប្រុសម្នាក់ហ្នឹងគឺគាត់ពីដើមឡើយគឺគាត់មានបងប្អូន2នាក់សុទ្ធតែបងប្អូនប្រុសបាទហើយនៅពេលដែលគាត់វ័យប្រហែលជា25ឆ្នាំហ្នឹងគាត់ក៏មានគ្រួសារមានអីហ្នឹងប៉ុន្តែមិនទាន់ជាមានកូនមានចៅទេហើយចំណែកបងប្រុសរបស់គាត់វិញគឺបងគាត់រហូតដល់5ឆ្នាំហើយគាត់ក៏បានរៀបការរៀបអីហ្នឹងហើយគាត់គឺមានកូនអាយុប្រហែលជា5ឆ្នាំដែរអញ្ចឹងបងប្រុសគាត់បានរៀបរាប់ថានៅថ្ងៃមួយគឺវាថាបងប្រុសរបស់គាត់ហើយបងថ្លៃស្រីរបស់គាត់ហ្នឹងគឺប្រកបរបរជាអ្នកនេសាទបាទអញ្ចឹងនៅថ្ងៃមួយនោះគឺនៅពេលដែលបងប្រុសរបស់គាត់ហើយបងថ្លៃរបស់គាត់ហ្នឹងបានចេញទៅនេសាទនៅឯនាយសមុទ្រហ្នឹងស្រាប់តែថ្ងៃមួយគឺបានជួបនៅគ្រោះហៅថាខ្យល់ព្យុះបក់បោកធ្វើឲ្យលិចទូហើយបណ្ដាលឲ្យបងប្រុសហើយនិងបងថ្លៃរបស់គាត់ណាគឺបាត់បង់ជីវិតបាទអញ្ចឹងនៅពេលដែលបងប្រុសហើយបងថ្លៃរបស់គាត់បាត់បង់ជីវិតទៅវាថាបន្សល់ទុកនៅសាច់ឈាមមួយគ្រាប់ដែលជាមរតកកូនប្រុសរបស់បងប្រុសរបស់គាត់ហ្នឹងហើយក៏កូនប្រុសហ្នឹងគឺមិនត្រូវបានសាច់ញាតិខាងបងថ្លៃរបស់គាត់ហ្នឹងយកទៅចិញ្ចឹមទេអញ្ចឹងវាថាក្នុងនាមគាត់ជាឪពុកមាគាត់ក៏បានយកមករស់នៅជាមួយគាត់ហ្នឹងនៅឯទីក្រុងភ្នំពេញហើយក្មេងហ្នឹងគឺកាលវាត្រឹមតែអាយុ5ឆ្នាំទេបាទអញ្ចឹងនៅពេលដែលគាត់រស់នៅក្រុងភ្នំពេញហ្នឹងគាត់ក៏យកក្មួយរបស់គាត់ហ្នឹងមកចិញ្ចឹមដែលក្មួយហ្នឹងគឺមែនតើអស់ពីពុកម្ដាយរបស់គាត់ទៅគឺគាត់ចាប់ផ្ដើមហៅអឺគាត់នេះជាប៉ាហើយហៅប្រពន្ធគាត់ជាម៉ាក់អញ្ចឹងមានថាគាត់ស្រឡាញ់ដូចជាកូនបង្កើតរបស់គាត់អញ្ចឹងអញ្ចឹងនៅពេលដែលគាត់ចិញ្ចឹមកូនហៅថាដែលជាក្មួយរបស់គាត់ហ្នឹងហើយបាទបានប្រហែលជាហៅថាក្មេងនេះវាធំហើយមានថាគាត់ចិញ្ចឹមបាន10ឆ្នាំ10អីវាក៏រៀនថ្នាក់ហៅថាវិទ្យាល័យឬក៏អីណាថ្នាក់ទី10ថ្នាក់ទី11នឹងឯងវ័យវាទុំ5-10ឆ្នាំទៅ6-10ឆ្នាំហ្នឹងអញ្ចឹងនៅពេលដែលវារៀនចប់វិទ្យាល័យហ្នឹងគឺក្នុងនាមគាត់ជាឪពុកមាហ្នឹងគាត់ក៏បានឲ្យវាហ្នឹងរៀនបន្តនៅជំនាញសាកលវិទ្យាល័យពាក់ព័ន្ធទៅនឹងផ្នែកបច្ចេកទេសដែលគិតថានៅពេលដែលក្មួយនឹងរៀនចប់គាត់នឹងមានការងារធ្វើហើយនឹងអាចចិញ្ចឹមជីវិតរបស់គាត់នឹងបាទអញ្ចឹងពេលនោះគាត់ក៏បានទិញម៉ូតូថ្មីមួយគ្រឿងឲ្យក្មួយរបស់គាត់ហ្នឹងសម្រាប់ធ្វើដំណើរទៅរៀនទៅអីហ្នឹងបាទអញ្ចឹងនៅពេលដែលក្មួយគាត់ហ្នឹងរៀនចប់រៀនអីហ្នឹងបាទវាចាប់ផ្ដើមរកការងារធ្វើរកអីចឹងណាបាទហើយក៏បានដាក់ពាក្យដាក់អីធ្វើការងារមែនទៅហើយងាកមកបងប្រុសនេះវិញគាត់មែនទេគឺគាត់ជាអ្នកធ្វើការហើយគាត់ឧស្សាហ៍ចុះខេត្តជាញយហើយនៅពេលដែលគាត់ចុះខេត្តហ្នឹងជាទូទៅគឺប្រពន្ធរបស់គាត់
តែងនៅផ្ទះគឺជាមួយនឹងក្មួយប្រុសម្នាក់បាទអញ្ចឹងដោយសារតែការងារគាត់ជាប់រវល់ឧស្សាហ៍ចប់ឡើងខេត្តញាប់ញយអញ្ចឹងធ្វើឲ្យថាទំនាក់ទំនងស្នេហាភាពផ្អែមល្ហែមរវាងគាត់ហើយនឹងប្រពន្ធរបស់គាត់ហ្នឹងហាក់បីដូចជាមានគម្លាតគ្នាឆ្ងាយបាទអញ្ចឹងនៅពេលអឺថ្ងៃមួយនោះគឺគាត់មិនជាចាប់អារម្មណ៍ទេថាប្រពន្ធគាត់គឺប្លែកឬក៏អាចនឹងមានទំនាក់ទំនងអ្វីជាមួយនឹងក្មួយប្រុសរបស់គាត់ស្រាប់តែនៅពេលល្ងាចមួយហ្នឹងនៅពេលដែលកំពុងតែអង្គុយញ៉ាំបាយស្រាប់តែមិនដឹងថាយ៉ាងម៉េចប្រពន្ធគាត់មានចេតនាឬក៏ច្រឡំយ៉ាងម៉េចស្រាប់តែលើកកែវទឹករបស់ក្មួយប្រុសរបស់គាត់ផឹកអញ្ចឹងខ្លួនគាត់ជាប្តីនៅពេលដែលឃើញប្រពន្ធរបស់គាត់លើកកែវទឹករបស់ក្មួយគាត់ផឹកបងប្រុសគាត់ក៏បានសួរថាមិនអូនឯងទៅញ៉ាំទឹករបស់អាអូនអញ្ចឹងពេលនោះគឺប្រពន្ធរបស់គាត់ភ្ញាក់ព្រឹកគាត់ថាច្រឡំប៉ុន្តែនៅពេលហ្នឹងគឺប្រពន្ធរបស់គាត់ក៏ច្រឡំផឹកទឹកក្មួយប្រុសទៅគិតថាវាមិនអីទេវាមិនមានជំងឺឆ្លងអីកើតឡើងចំពោះគាត់អញ្ចឹងណាបាទអញ្ចឹងនៅពេលហ្នឹងគឺគាត់ក៏មិនថាអីថាវ៉ាន់ដែរប៉ុន្តែគាត់មិនមែនគិតក្នុងបែបអវិជ្ជមានទេប៉ុន្តែគាត់គិតថាប្រពន្ធរបស់គាត់ហើយនឹងមួយប្រុសរបស់គាត់ដែលពេញកំឡោះហ្នឹងហាក់បីដូចជាមានទំនាក់ទំនងប្លែកយ៉ាងម៉េចមានថាគាត់តែងតែបង្កភាពស្និទ្ធស្នាលញ៉េះញ៉ោះឬក៏ហៅថាបែបស្និទ្ធស្នាលកមិចកមៀវគ្នាអញ្ចឹងមិនថាប្រពន្ធរបស់គាត់ឬក៏ក្មួយប្រុសរបស់គាត់ទេចំពោះក្នុងចិត្តរបស់គាត់មិនចង់គិតថាប្រពន្ធរបស់គាត់គឺមានអីជាមួយនឹងក្មួយរបស់គាត់ទេព្រោះគាត់គិតថាវាមិនអាចទៅរួចទេដោយគិតថាក្មួយហ្នឹងគឺគាត់យកមកចិញ្ចឹមតាំងពីតូចក្រូចឆ្មាមកហើយគាត់មិននឹកស្មានថានៅពេលដែលវាធំវានឹងធ្វើអំពើតបស្នងមកគាត់ពាក់ព័ន្ធទៅនឹងការស្មន់ជាមួយមីងរបស់វាទេហ្នឹងការគិតរបស់គាត់គឺបែបវិជ្ជមានបែបហ្នឹងអញ្ចឹងបាទគាត់ចង់បញ្ជាក់ថានៅពេលមួយឆ្នាំក្រោយមកគាត់ក៏មានជីវភាពធូរធារមធ្យមគាត់ក៏ចាប់ដើមទិញកូនឡានទូចមួយមកបែរជាតម្លៃ 12,000 13,000 ណាបាទអញ្ចឹងនៅពេលដែលគាត់ទិញឡានហ្នឹងមកវាថាគាត់បានដាក់ GPS នៅក្នុងឡានហ្នឹងប៉ុន្តែប្រពន្ធរបស់គាត់ហើយនឹងក្មួយរបស់គាត់ហ្នឹងអត់ដឹងថាគាត់ហ្នឹងគឺដាក់ GPS នៅក្នុងឡានទេអញ្ចឹងប្រហែលថ្ងៃក្រោយមកគាត់ក៏បានប្រាប់ប្រពន្ធគាត់ថាអូលើបងហៅថាទៅខេត្តពីរយប់ឲ្យបងត្រឡប់មកវិញបាទអញ្ចឹងនៅពេលដែលគាត់ចុះបេសកកម្មទៅធ្វើការនៅខេត្តគាត់ក៏បាន check មើលGPS ឡានរបស់គាត់តើប្រពន្ធរបស់គាត់មានបើកទៅណាឬក៏មានអ្នកណាប្រើប្រាស់ឡានគាត់អត់ស្រាប់តែពេលនោះមកគាត់បើក GPS មើលថាគាត់ដឹងថាឡានរបស់គាត់គឺនៅផ្ទះសំណាក់អញ្ចឹងនៅពេលដែលនៅផ្ទះសំណាក់គាត់ក៏បានខលមកសួរប្រពន្ធគាត់ថាអូខ្លួនឯងនៅណាពេលគឺប្រពន្ធគាត់ថាគាត់នៅផ្ទះចុះឡានបងមានអ្នកប្រើអត់ពេលនោះគឺប្រពន្ធរបស់គាត់បានប្រាប់ថាអូនវាយកចេញទៅក្រៅវិញហ្នឹងចេញទៅមកស្ទុះហើយអត់តមកវិញទេបាទអញ្ចឹងមានថាប្រពន្ធហ្នឹងគឺប្រាប់ប្តីថាគាត់នៅផ្ទះហើយប្រាប់ថាឡានគឺត្រូវបានពួយវាជីចេញទៅក្រៅអញ្ចឹងពេលហ្នឹងគាត់ក៏មិនថាអីដែរគាត់គិតថាក៏លោកវាទៅក្រៅទៅអីក្បែរផ្ទះសំណាក់អីដែល GPS ហ្នឹងវាបង្ហាញបែបហ្នឹងណាអញ្ចឹងគាត់ក៏មិនថាអីដែរអញ្ចឹងនៅពេលដែលគាត់ត្រឡប់ពីខេត្តមកវិញបាទគាត់ក៏បានហៅថាមានអារម្មណ៍មួយថាប្លែកចំពោះប្រពន្ធគាត់ណាតែគាត់គិតថាមួយរយៈហ្នឹង
ប្រពន្ធរបស់គាត់ហាក់បីដូចជាអឺថាមិនជាចោះដំណេកជាមួយគាត់ទេមានថាពីមុនគាត់ធ្លាប់តែម្ញែងគាត់ដើម្បីការគេងនៅជាមួយគ្នាប៉ុន្តែមួយរយៈចុងក្រោយនេះប្រពន្ធរបស់គាត់គឺខ្លាចបាទគឺមិនមានតំណែងអីស្នេហាអីបែបជាប្រពន្ធជាមួយគាត់ទេនៅពេលយប់បាទប៉ុន្តែគាត់ក៏មិនទៅចាប់អារម្មណ៍ថាប្រពន្ធរបស់គាត់គឺទៅមានអីផ្សេងជាមួយនឹងប្រុសដទៃឬក៏ជាមួយនឹងក្មួយខ្លួនឯងដែរគ្រាន់តែគាត់ចាប់អារម្មណ៍ថាវាប្លែកអញ្ចឹងប្រហែលជា2សប្តាហ៍ក្រោយមកមានថាថ្ងៃសៅរ៍គឺគាត់នៅផ្ទះពេលគាត់នៅផ្ទះប្រពន្ធរបស់គាត់ហ្នឹងបានប្រាប់ប្តីគាត់ថាថ្ងៃសៅរ៍អញ្ចឹងបងឯងជូនអូនទៅផ្សារបន្តិចទៅបងអូនចង់ទៅទិញសម្លៀកបំពាក់ទិញម្ហូបមហាអីផងសម្រាប់ទុកនៅក្នុងទូទឹកកកពីព្រោះថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺបងឯងធ្វើការងារបាត់ហើយខ្ញុំក៏នៅផ្ទះអត់ចង់ចេញទៅផ្សារឬអីចឹងណាហើយណាមួយក្មួយក៏វាចេញទៅធ្វើការងារបាត់ដែរអញ្ចឹងពេលនោះគឺគាត់នឹងបានប្រាប់ទៅប្រពន្ធគាត់ថាបងដូចជាអស់កម្លាំងណានឿយហត់អញ្ចឹងខ្លួនឯងឲ្យអាអូនជូនទៅណាហ្នឹងហើយបាទពេលនោះប្រពន្ធរបស់គាត់ថាបងឯងអស់កម្លាំងបងឯងនៅផ្ទះចុះចឹងចាំខ្ញុំឲ្យអូននោះជូនខ្ញុំទៅបាទចឹងពេលនោះគឺក្មួយប្រុសនោះគាត់ក៏បានជូនមីងរបស់គាត់ទៅផ្សារទៅអីទៅបងប្អូនដឹងទៅផ្សារគាត់មិនមកទេបងប្អូនទៅផ្សារគាត់នោះប្រហែលជា3ម៉ោងបាទចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង10នៅពេលដែលប្តីរបស់គាត់នៅផ្ទះនេះចាំយូរពេកគាត់ឆែកកាមេរ៉ាពាក់ព័ន្ធនឹង GPS ឡានរបស់គាត់ហ្នឹងចង់ថាចុះប្រពន្ធហ្នឹងទៅផ្សារយូរមែនស្រាប់តែគាត់បើកទូរស័ព្ទមើល GPS ទៅគាត់ដឹងថាឡានរបស់គាត់កំពុងនៅទស្សនៈអញ្ចឹងយ៉ាគាត់ចាប់ដើមមានអារម្មណ៍អត់ស្រួលក្នុងចិត្តហើយពីព្រោះពីមុនគឺនៅទស្សនៈដែរឥឡូវទៅផ្សារ3ម៉ោងហើយអត់ដល់មកវិញទេបែរជាគាត់ឆែក GPS មើលទៅបែរជាឃើញឡើងថានៅទស្សនៈទៀតអញ្ចឹងពេលនោះគាត់ក៏បានទេទៅមួយគាត់ថាឡូអូនអីណាពេលនេះក្មួយគាត់ថាគាត់កំពុងតែជូនមីងហ្នឹងដើរទៅសម្លៀកបំពាក់បាទដើរទៅសម្លៀកបំពាក់អញ្ចឹងគាត់ថាដើរទៅសម្លៀកបំពាក់នេះបើឃើញឡាននៅក្បែរទស្សនៈហ្នឹងណាពេលនោះមួយប្រុសគាត់ក៏បានថាគាត់ថាពួកឯងបើចរាចរណ៍វាជាណែននៃថ្ងៃសៅរ៍អញ្ចឹងអតិថិជនឬក៏អ្នកភូមិគាត់មកផ្សារច្រើនអញ្ចឹងឡាននេះគាត់បានចតនៅនំក្បែរទស្សនៈគេនៅដែលមានទីធ្លាបាទអញ្ចឹងពេលហ្នឹងគាត់ក៏ថាអត់អីអញ្ចឹងហើយប្រហែលជា1ម៉ោងទៀតមកពេលនោះក្មួយប្រុសគាត់ថាប្រហែលជាកន្លះម៉ោងទៀតបានមីងគាត់ទិញសម្លៀកបំពាក់តិចហើយហ្នឹងហើយបាទអញ្ចឹងនៅពេលដែលប្រពន្ធនឹងមកដល់ផ្ទះដល់អីហ្នឹងគាត់ក៏សួរថាឯងមានទៅផ្សារយូរមែនពេលហ្នឹងប្រពន្ធរបស់គាត់ក៏បានព្រួយមាត់ថាអូនហ្នឹងវាណាត់ជួបអីមិត្តភ័ក្តិវានៅក្បែរផ្សារនោះនៅចិត្តទស្សនៈនោះបាទប្រពន្ធគាត់ឆ្លើយអញ្ចឹងនៅពេលប្រពន្ធគាត់ឆ្លើយអញ្ចឹងប្តីចាប់ដើមសង្ស័យហើយមិនក៏ពេលគាត់សួរក្មួយទៅក្មួយឆ្លើយថាអញ្ចឹងដល់ពេលគាត់សួរប្រពន្ធគាត់ឆ្លើយថាអញ្ចឹងគាត់សង្ស័យថាមីងហើយនឹងក្មួយច្បាស់ជាមានរឿងអីលាក់បាំងគាត់បាទប៉ុន្តែពេលហ្នឹងគាត់មិនបង្ហាញអរិយាបថឬក៏អាកប្បកិរិយាទៅឲ្យប្រពន្ធគាត់ឬក្មួយគាត់ដឹងថាគាត់សង្ស័យថាពួកគាត់មានបញ្ហាទេបាទ
chứ một lỗ bán và hai chi pi ngày mấy thằng bom prong nè lắm cứ co trừ mê nó áo cho thực hạt mà làm mây vùng bên càng này bên nó cứ có của bạn xong bạn để saiถ้าก็สูครูนจังกอดสมออกจากหาตีมาปนแต่กอดมาดอกแต่เว้นกอดปรับปนกอดท้าไงใส่บอลถ่ายจอกแค่ปียกบอลบอลมาเว้ยมาจังไม่ถ้ากอดสมเมก็ถ้ากอดจอกแค่เตะปนแต่กอดเนาะปรับปนก็ถ้ากอดตึกแค่ก็ปรับปนก็ตึกแค่ดังใบเอ็ดบอกผมcứดังใบจังดังตามด้านเรื่องปกคนบอกก็thành ngườiบอกmà chứ nếu bé ai lớn này có hiệp trong bồng vây họ ao đây nó bay trường xong rồi đấy để tới cho hai đó mà có chi mà tố chi nghiệp trang tờ chứ mấy thằng cô từ thưa ca nghi phóng độ đo dục vài chỉ màu người ta chọc màu càng cái vài màu tám có còn nên nhằm hộp ấy nương cao rồi tới là hộp đó mong không phải dục bằng cọt nó cứ chập đàn chộp tỉa còn tay muốn cọt chộp tỉa mau hai bằng bờ cọt bàn kho mà bốn cọt thằng này bốn thừa ấy để chớ nè và bên một bốn cọt tháng ôn tâm nhằm mai hay mấy ngày lỡ ôn một kế ôn để kết chộp kế này mà chẳng bên nó cọt có bàn dây mùi bốn bàn thuốc cọt bật tung sạt thật chứ mau hai cho bằng bầy dục bằng bụng mau hai bằng bầy dục có của bạn chi một tố nó mà đọc tiền chứ nó bây giờ có chi một tố nó mà đọc tiền và về thà tập tục mùi pro và quạt nó cứ thà nơi chuẩn hiên tiền té rồi về nó quạt của bạn việc là ấy máu về nó cứ về để quạt ôm một tô châu trắng riêng quạt đã châu không tiền vào quạt hai phần thái nó về để quạt nghĩa từ tục mua quạt để nơi chọp nên mình làm xe quạt vừa pi được vậy người ta mà là về mỗi cứ pi chót hay mà được vậy khảo mới cứ mình tập tục mua quạt để về để quạt nghĩa từ càng năm đây mưa tục mua quạt quạt khơi miên bảy trường bộ bồn bộ quạt nếu càng trào một cái tục bỏ một bộ quạt này bên con mẹ nó có số không chết có thắt chồng mấy có từng họp trên một bốn mà một tục một bộ quạt ấy chắc người ta nó bé nó cứ vật tục một bộ quạt đó bắt chạy sao thì người ta chẳng mình chẳng mỗi cái tha ở đây là phù luôn bạn nới cái thằng luôn ai bạn đấy chẳng bạn mình chạy sao về to cả lực tục như thế chẳng là bây giờ bom prong này nè quạt bạc khuya cho tất cả sắp tại quạt khơi bọc bồn là bọc quạt hay là khơi bọc quạt nó cứ bọc tùng vơ hay thà sợ thò chỉ mùi kia người ta kinh ọc nè và chắc là bây giờ quạt khơi bọc bồn quạt bài nó hay không có bạn cứ quạt kèm tàn nó cứ dây mình chảy chắc là bây nó bây để mua pro nó khơi u bảo thuyền mọc quá khơi khơi thành nó mình không tạm biệt ấy chỉ một cái nữa bây nó cứ mua pro này đang được bán stu một lần chừng công sông dùng pe ông bò thả pu ở mua sông to mua vừa không để hiện lục làm rồi bỏ pu giống này mà hay đời lấy của phone con với người xa tại và thà luôn mìnhมีสำเร็จแท้ก็บางตัดดอกคุยตัดดอกไปเนอละปุ๊เนอละแกรงกันเหมือนจังบางบุษทุกรอยหมดวันก้อนอีกจะงวดดาวก่อกดทานี่
anh không chăm ngày tăng bị tốt rồi hốt đo lại đừng cái đây anh là toàn ban trai lôi ấy mà riêng mà sen thế miền tại anh prang prang ao lôi ao cả ao ấy sốt rồi hốt đo lại miền càng nghiệt cơ hai đấy ban dài mà một phần tầm vừa bạn là mà quạt bằng đây ao tha ao một con trắng hai quạt có tha chặt bị ngay to tới hãy chụp nước té anh hãy vênh bồng vênh trên việc té anh liên một ngày dài mà vì thật quạt đây là một con trắng vì lúc quạt có ba xu từ càng gặp buồn quạt mưa là bồng xu rồi biết là nộn ai hay là muối này ta muối nó chỉ là bắt đầu đó là cái con số chỉ cơ tới bỏ cứ một quân bỏ con nó chỉ nhập đào hay cái đào muốn nhà mới cái đào muốn đợi xa ấy đợi xa tại ở đây bỏ con nó cứ cái tại đường càng ấy hai nữa ba đồng quanh nơi sạch cái đây sọ bài chụp đây của nó chun còn màนี่คือปนบอกก่อนนั่นคือชายแบบนึงจังนึกไปทั้งตัวก่อนใหญ่จะในปัทาแล้วใส่แล้วយើងនឹងទៅជួបអាជ្ញាធរឃុំក៏ដូចជាដើម្បីរៀបចំពាក្យបណ្ដឹងលែងលះគ្នាឈប់ជាប្តីប្រពន្ធនឹងគ្នាតទៀតហើយអញ្ចឹងពេលស្អែកឡើងហ្នឹងក៏បានទៅជួបជាមួយអាជ្ញាធរឃុំដើម្បីរៀបរាប់ពីសាច់រឿងប្រពន្ធស្មន់ជាមួយក្មួយរបស់គាត់ហើយក៏អាជ្ញាធរឃុំគេក៏បានព្យាយាមផ្សះផ្សាសម្របរួមប៉ុន្តែពួកគាត់អត់អាចជានារីបានទេគឺគាត់បានបញ្ជូនពាក្យបណ្ដឹងទៅតុលាការដើម្បីលែងលះគ្នាបាទអញ្ចឹងនៅពេលដែលគាត់លែងលះគ្នាបាត់ហើយដាច់ស្រេចហើយមានថាប្រពន្ធហ្នឹងគឺចេញតែខ្លួនទេដោយសារគាត់ប្រព្រឹត្តទង្វើផ្ទុយពីនឹងច្បាប់ឯកពលភាពដូច្នេះគឺគាត់មិនឲ្យប្រពន្ធរបស់គាត់នឹងទាមទារនៅចំណែកណាមួយនៃទ្រព្យសម្បត្តិរបស់គាត់ទេបាទអញ្ចឹងនៅពេលដែលគាត់ហ្នឹងលែងលះគ្នាហើយមានថាគាត់រស់នៅតែឯងមានថាក្នុងផ្ទះធ្លាប់តែមានសភាពអ៊ូអធ្លាប់តែមានប្រពន្ធមានក្មួយធ្លាប់ចេញពីធ្វើការល្ងាចឡើងគឺញ៉ាំបាយជុំគ្នាប៉ុន្តែភាពងងឹតសុំនៅក្នុងផ្ទះនេះគឺបានកើតមានឡើងហើយគឺបានហៅថានៅសល់តែដំបៅបេះដូងរបស់គាត់ហើយគាត់សច្ចាក្នុងចិត្តថាគាត់ឆ្អែតគាត់លែងចង់មានស្នេហាជាលើកទី2អញ្ចឹងជារៀងរាល់ថ្ងៃនៅពេលដែលគាត់ត្រឡប់ពីធ្វើការវិញគាត់ចូលដល់ផ្ទះគឺគាត់ថាគាត់មានតែឃើញរឿងដែលប្រពន្ធនឹងក្បត់គាត់ឬក៏ស្មន់ជាមួយក្មួយគាត់នៅមុខហើយចូលមកគឺធំតែក្លិនឆ្អាបធំតែក្លិនថាប្រពន្ធរបស់គាត់និងក្មួយរបស់គាត់ដែលបានប្រព្រឹត្តទង្វើមិនគប្បីហ្នឹងបាទអញ្ចឹងគាត់រស់នៅបានប្រហែលជា3ខែផ្ទះហ្នឹងគាត់ក៏សម្រេចចិត្តលក់ផ្ទះចោលទៅបាទហើយគាត់ទៅទិញផ្ទះថ្មីនៅផ្សេងទៀតអញ្ចឹងសម្រាប់សាច់រឿងនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះប៉ុន្តែខ្ញុំសូមចូលរួមបន្តិចតាក់ទងទៅនឹងរឿងជីវិតគ្រួសារមួយនេះជាទូទៅបងប្អូនបើមនុស្សស្រីត្រូវការរឿងផ្លូវភេទហើយនៅប្រុសអត់ចង់គឺវាជាការពិបាកមួយប៉ុន្តែសង្ឃឹមថាយើងជាស្រីទោះបីជាយើងចង់ឬក៏តម្រូវការផ្លូវភេទយើងនឹងយ៉ាងណាក៏ដោយគឺយើងត្រូវតែហ៊ានពិភាក្សាត្រូវតែហ៊ានហៅថានិយាយជាមួយនឹងដៃគូរបស់យើងមកដើម្បីឲ្យគាត់ដឹងហើយក្នុងនាមយើងជាប្តីហ្នឹងក៏យើងត្រូវដឹងអំពីសុខទុក្ខរបស់ប្រពន្ធរបស់ដៃគូយើងដែរថាតើគាត់មានតម្រូវការគេងនៅនឹងយ៉ាងម៉េចបាទពីព្រោះយើងមិនមែនគិតតែការងារយើងមិនមែនគិតតែមុខរបរជំនួយរស់ស៊ីទេពីថាការងារមុខរបររបស់យើងគិតហើយអារឿងតម្រូវការផ្លូវភេទអាភាពសិក្សាភាពផ្អែមល្ហែមក្នុងគ្រួសារដែលយើងត្រូវផ្ដោតឲ្យគ្នាទៅវិញមកដែរអញ្ចឹង
បានខ្ញុំបញ្ជាក់ថានៅក្នុងដំណាក់កាលមួយនេះគឺពេលដែលយើងវក់ទៅនឹងការងារប៉ុន្តែយើងគិតទៅលើរឿងភាពផ្អែមល្ហែមភាពផ្ដល់សេចក្តីសុខឲ្យគ្នាក្នុងភាពជាប្តីប្រពន្ធក្នុងភាពជាដៃគូស្នេហាអញ្ចឹងពេលខ្លះវាធ្វើឲ្យដៃគូយើងណាម្នាក់គឺគាត់ហ៊ានក្បត់ហ៊ានទៅប្រព្រឹត្តទង្វើណាមួយដែលយើងមិននឹកស្មានដល់អញ្ចឹងនៅក្នុងសាច់រឿងនេះគឺខ្ញុំមិនបន្ទោសថាខាងស្រីខុសឬក៏ខាងប្រុសខុសទេប៉ុន្តែសូមឲ្យបងប្អូនគិតពិចារណាឡើងវិញបាទហើយសម្រាប់វីដេអូនេះទុកជាមេរៀនទុកជាបទពិសោធន៍ហើយសម្រាប់ធ្វើការពិចារណាពាក់ព័ន្ធទៅនឹងជីវិតគ្រួសារជាប្តីប្រពន្ធជាចុងក្រោយសូមថ្លែងអរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទក៏សូមគោរពអរគុណថ្លែងអរគុណសម្រាប់ចំពោះបងប្អូនហើយកុំភ្លេចជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណ